សិក្សាអំពីរូបមន្ត FV Future Value FV គឺជារូបមន្តសម្រាប់រកតម្លៃនៃអនាគត Syntax FV បើកបញ្ចក់ Red Anper PMT PV Thai FV Future Value តម្លៃនាពេលអនាគត Red អត្រាការប្រាក់ក្នុងគ្រា Anper មកពី Anperiod ចំនួនរយៈពេលជាខែឬជាឆ្នាំ PMT Payment បង់តាមពេលវេលានីមួយៗបាទ PV Present Value តម្លៃបច្ចុប្បន្នបាទ Thai នេះគឺជាការជ្រើសរើសបើយកលេខ0មានន័យថាគិតចុងគ្រានិងបើយកលេខ1គឺគិតដើមគ្រាតោះអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមនេះគឺយើងឧទាហរណ៍ថា Annual Interest Rate គឺ 0.01 មានន័យថាការប្រាក់បាទក្នុងមួយឆ្នាំគឺ 0.01 បាទ Number of Payment គឺរយៈពេលដែលយើងបង់ហ្នឹងគឺរយៈពេលបាទ10ខែបាទបន្តមកទៀតគឺយើងមើលក្នុងដក200 amount of payment បានន័យថាគឺយើងបាទបង់ចំណាយគឺយើងបាទ payment 200 present value គឺតម្លៃបច្ចុប្បន្នគឺ500បាទអញ្ចឹងនេះគឺលេខ1គឺយើងជ្រើសរើសយកបាទគិតដើមគ្រាតោះអញ្ចឹងយើងមើលការអនុវត្តជាក់ស្ដែងបាទអញ្ចឹងយើងចុចបាទបន្ថែម sheet មួយទៀតមកយើង rename មកដាក់ថា SV តោះអញ្ចឹងលំហាត់ហ្នឹងគឺមានស្រាប់នៅក្នុង Microsoft Excel 2013 Hell អញ្ចឹងគឺយើងចុចលើ Hell ហ្នឹងមកបាទបន្តមកទៀតគឺយើងវាយពាក្យថា SV នៅនេះបាទបន្តមកទៀតគឺយើងคลิกលើមក FV function បាទអញ្ចឹងយើង scroll ចុះក្រោមអស់មកបាទនេះចំតារាងទិន្នន័យនឹងតែម្ដងតោះអញ្ចឹងយើងមើលមានស្រាប់ហើយគឺយើង copy ទិន្នន័យយើងឡើងមកគឺយើង select ប៉ុណ្ណឹងរួចយើង Control C រួច select លើទិន្នន័យ Excel យើងត្រង់កន្លែង A1 ហ្នឹងរួច Control V មកវិញមកហើយយើងអាចទាញវាតូចបានតោះអញ្ចឹងយើងមានទិន្នន័យប៉ុណ្ណឹងហើយអញ្ចឹងយើង answer យើងត្រង់នេះមកតោះអញ្ចឹងទី1ស្មើ FV ហើយ click លើ FV ទាំងពីរដងរួចយើងមើលត្រង់ red អញ្ចឹងរឹង red ហ្នឹងគឺយើង select លើអត្រាបាទ annual interest rate យើងខាងលើនេះមកបន្ទាប់មកទៀតគឺយើងចុចចែកទាំង12អញ្ចឹងមានន័យថាអត្រាទិន្នន័យនេះគឺគិតបាទប្រចាំឆ្នាំអញ្ចឹងយើងចែកទាំង12មកគឺគិតជាខែបាទអញ្ចឹង n per read បាទគឺយើង select លើបាទ10នេះមកបាទ comma មួយទៀតមកគឺយើងមើលក្នុងបាទ PMT គឺ amount of payment យើងនេះបាទ comma មកទៀតមកគឺយើងមើល PV present value នេះ present value គឺ500ហ្នឹងបាទបន្តមកទៀត comma មកគឺយើងអាច click លើលេខ1នេះតែម្ដងបន្តមកទៀតគឺយើង enter តែម្ដងមកបាទអញ្ចឹងមានន័យថាបាទ future value របស់យើងគឺបាទស្មើនឹង 2581.40 តោះអញ្ចឹងយើងមកមើលផ្ទៀងផ្ទាត់នឹងទិន្នន័យនៅក្នុង Microsoft Excel ហ្នឹងមកគឺ 2581.40 បាទអញ្ចឹងត្រឹមត្រូវហើយអញ្ចឹងយើងអាច copy ទិន្នន័យនេះមកបាទ mouse តាម copy រួចយើង escape មួយសិនយើងវា apostrophe ចូលមកហើយ control V តោះយើង select ប៉ុណ្ណឹងអាចដាក់ពណ៌បានហើយ